កំពុងមាននិយាយតាំងបែកគ្នាយើងឥឡូវសូមនិទានរឿងមួយទៀតដែររឿងអីគេខ្លាយបោះកូនជ្រូកខ្លាយបោះកូនជ្រូកខ្លាយកូនជ្រូកសត្វអីនេះចឹងជ្រូកចេះលេងខ្លាយទៀតណាស្គាល់ខ្លាយនេះចេះធ្វើខ្លាយអត់ខ្លាយគេបោះនៅពេលណាក៏ហែកខំវាមាត់និយាយគេបោះនៅពេលណាខ្លាយភ្លឺនៅលើភ្លឺស្រែទេនេះឃើញអត់នេះតោះសាច់រឿងមានខ្លឹមសារយ៉ាងម៉េចស្ដាប់មានកូនជ្រូកមួយឈ្មោះភ្លេងភ្លងឆ្នាំនេះវានៅសាលារបស់វាគឺមានការអីប្រកួតប្រជែងប្រហោះខ្លែងណាវាចង់ចូលរួមការប្រកួតនឹងដែរភ្លេងភ្លងប៉ុន្តែវាមិនចេះធ្វើខ្លែងសោះចឹងភ្លេងភ្លងក៏បានទៅពឹងកូនគោណាមកឲ្យមកជួយធ្វើភ្លេងភ្លងតើបងអាចជួយធ្វើខ្លែងឲ្យខ្ញុំបានទេកូនគោនោះក៏ឆ្លើយតបថាអត់ទេឯងសាកទៅសួរកូនស្វាមើលក៏លោកវាចេះធ្វើណាឆ្លាលេងលើហ្នឹងហើយស្វាលេងលើហ្នឹងណាពេលខ្លងក៏ដើរទៅរកផ្ទះស្វាហ្នឹងហើយភ្លេងខ្លងក៏សួរថាតើបងអាចជួយធ្វើខ្លែងឲ្យខ្ញុំបានទេហ្នឹងហើយកូនស្វានោះក៏ឆ្លើយថាទេបងមិនចេះធ្វើអីទេណាភ្លេងខ្លងត្រឡប់មកផ្ទះវិញយ៉ាងអស់សង្ឃឹមចឹងទៅដល់ផ្ទះវិញវាក៏បានទៅពឹងអីពុកវាវិញម្ដងពុកទេកូនពុករវល់កូនជ្រូកអញ្ចឹងពុកអាចទៅទិញខ្លែងឲ្យកូនមួយបានទេពុកនោះក៏និយាយថាពុកគ្មានលុយគ្មានកាយទេកូនតែពុកអាចប្រាប់កូនពីវិធីរបៀបធ្វើខ្លែងនឹងបានទេដោយមិនអស់លុយទេពុកចឹងកូនជ្រូកក៏ថាតើពុកអាចបង្រៀនកូនបានទេពុកបានតើកូនភ្លេងខ្លងក៏បន្តថាតើយើងគួរមានអ្វីខ្លះដើម្បីធ្វើខ្លែងណាពុកពុកនោះក៏និយាយថាយើងត្រូវមានទី1ឫស្សីទី2ថង់ប្លាស្ទិកទី3កៅស៊ូនិងខ្សែភ្លេងខ្លងគិតបន្តិចរួចក៏និយាយថាខ្ញុំនឹងរៀនធ្វើខ្លែងដោយខ្លួនឯងសិនវាក៏ស៊ូសាកល្បងធ្វើខ្លែងបន្ទាប់ពីធ្វើខ្លែងរួចវាក៏ចាប់ផ្ដើមបង្ហោះតើខ្លែងវាហោះតែខ្លែងវាមិនហោះសោះវ៉ាវមិនចឹងបាទវាអត់ហោះភ្លេងខ្លងគិតថាអូខ្ញុំភ្លេចដាក់ស្លាបភ្លេងខ្លងយកខ្លែងនោះទៅដាក់ស្លាបក្រោយមកវាក៏បង្ហោះម្ដងទៀតខ្លែងនោះក៏ហោះបានបន្តិចក៏វល់ខ្ញាល់ធ្លាក់ដេកដប់ភ្លេងខ្លងក៏ឆ្ងល់ថាហេតុអីបានជាវាមិនហោះទៅមកឡើងកញើភ្លាមនោះពួកពុករបស់វានោះក៏ដើរមកហើយនិយាយថាកូនភ្លេចដាក់កតុយហើយយ៉ាងខ្លែងវាមានកតុយវាដែរណាបានវាអាចហោះទៅរួចលេងឃ្លោកនឹងក៏រត់ទៅឬថងចាស់ថែមទៀតមកចងដាក់បតកតុយដល់មកវាក៏បង្ហោះម្ដងទៀតពេលនេះខ្លែងឃ្លេងឃ្លោកហោះបានយ៉ាងល្អអានេះឡើងខ្ពស់ស្លាប់ណាស់លើអាកាសឃ្លេងឃ្លោកសប្បាយចិត្តខ្លែងដែលកំពុងតែហោះនោះស្រាប់តែក៏បាត់ទៅឃ្លេងឃ្លោកស្រែកខ្លែងរបស់ខ្ញុំដាច់ហើយខ្លែងរបស់ខ្ញុំបាត់ហើយណែធ្លាក់ទៅនៅចុងភូមិមកវាក៏បានដើរទៅរើសខ្លែងមកវិញតែរកមិនឃើញនោះឡើយទៅពេជ្រនោះស្រាប់តែគោមកក៏ដើរមកគាត់ឯគោចឹងហើយក៏និយាយថាខ្ញុំរវល់តែរើសខ្លែងមួយហ្នឹងហើយខ្ញុំរើសបាកូនខ្លែងមួយកូនជ្រូកក៏តបថាខ្លែងខ្ញុំទេតើមកតើឯងរើសនៅទីណាណាមកឆ្លើយថាខ្ញុំរើសនៅឯក្រោយផ្ទះខ្ញុំបើជារបស់ឯងយកទៅវិញទៅលេងឃ្លោកបានទទួលខ្លែងពីកូនគោមកហ្នឹងហើយក៏អរគុណមកណាហើយវាក៏បានបដូរខ្សែឲ្យជាប់ជាងមុនហ្នឹងហើយខ្សែផុយបានវាដាច់ណាហ្នឹងហើយអញ្ចឹងថ្ងៃប្រឡងក៏មកដល់ភ្លេងឃ្លោក
ផលខ្លែងឃ្លីខ្លួនបានជាប់ព្រោះជាខ្លែងដែលហោះបានខ្ពស់ជាងគេណានឹងច្នៃប្រឌិតថង់ផ្លាស្ទិកដែលគេបោះចោលអញ្ចឹងអាថង់ផ្លាស្ទិកហ្នឹងវាមានប្រយោជន៍ណាគាត់ហ្នឹងហើយហើយយើងយកទៅច្នៃធ្វើដូចជាខ្លែងហ្នឹងណាអញ្ចឹងតម្លៃអប់រំហ្នឹងចង់ឲ្យគេចង់ឲ្យកុមារនិងមិត្តភ័ក្តិហ្នឹងចេះស្រឡាញ់រាប់អានគ្នាពិសេសការព្យាយាមហ្នឹងហើយព្យាយាមកុំគិតអីដែលងាយងាយអញ្ចឹងយើងគិតថាខ្លែងវាមកបានហោះទៅរួចគឺវាកើតចេញពីអីមានស្លាបមានអីកន្ទុយហើយនឹងខ្សែខ្លែងធំទាំងអាខ្លែងឯងមានដល់ទៅឯងទៀតណាអញ្ចឹងនេះគឺជាវប្បធម៌មួយដែលសាច់រឿងចង់បង្ហាញថាកូននៅរដូវធ្លាក់ខ្យល់ត្រូវមានការបង្ហោះខ្លែងលេងណាមានខ្លែងតូចធំខ្លែងឯងជាដើមហើយចង់ឲ្យកូនចេះធ្វើខ្លែងណាហ្នឹងហើយចេះជាងបរិយាផ្លាស្ទិករត់ពេញផ្លូវណាហ្នឹងហើយអនាម័យបរិស្ថានសុខទេសបានល្អទៅតាមការរៀបចំទុកដាក់សម្រាមឲ្យមានសណ្ដាប់ធ្នាប់ណាត្រឹមត្រូវណាដាក់ធុងឲ្យត្រឹមត្រូវក៏មានទិញថង់អីដាក់នំចំណីអាហារឲ្យហូបឲ្យបោះប៉ៅពេញណាផ្លូវហោះសំពីចំពោះខ្មាស់គេណាគាត់ណាតាទាំងអរគុណច្រើនជំរាបលាខុសទាស់បន្តិចណាកុំប្រកែប្រកាន់ការនិទានរឿងខ្លីចាប់តែប៉ុណ្ណេះសូមអរគុណ